con mơ khởi nó tiệt tụt mùi miền thật sang xây chỉ hiền tịch tập bầu tịch không con miệng con này tiệt quạtแต่ยังจมตอนนี้คือเตียกอดทมกรอนบายจึงเอ่ยเตียกอดมาเตยจีเพียงกรอนบายจึงเพลยเด็กจำจีกบาตะโบน้องก่อนในหมกเตียกอดโอ้เตียนั้นมีหนึ่งหนังตกเช้าសូមជម្រាបសួរពុកម៉ែបងប្អូនពេលនេះខ្ញុំបានកំពុងនៅក្នុងផ្លូវភូមិមួយដែលស្ថិតនៅក្នុងស្រុកក្រឡាញ់បងប្អូនខ្ញុំព្យាយាមឆែកមើលផែនទីដែរប៉ុន្តែអត់ឃើញគេដាក់ភូមិអីទេបងប្អូនដោយសារទីនេះមិនមែនជាភូមិសាស្ត្រដែលខ្ញុំធ្លាប់បានមកទេគឺដោយសារខ្ញុំមកលេងបងប្អូនអញ្ចឹងទៅក៏ខ្ញុំឃើញនេះក៏ខ្ញុំចែកឆ្លៀតពេលថតចែកជូនពុកម៉ែបងប្អូនទស្សនាហើយផ្លូវមួយខ្សែនេះទៅត្រង់រហូតគឺយើងអាចចេញទៅដល់ផ្លូវជាតិលេខ6វិញបងប្អូននេះផ្លូវនេះក៏អាចចេញទៅដល់ខាងថ្នល់ផ្លូវជាតិលេខ6វិញដែរបងតាមនេះឃើញផ្ទះម្ដុំមុខនេះគឺសម្បូរផ្ទះធំបងប្អូនតែដល់ពេលខ្ញុំមើលក្នុង Google Map ទៅមុខទៀតគឺសម្បូរផ្ទះទូចប៉ុន្តែផ្លូវនេះគឺមិនឆ្ងាយណាស់ទេបងប្អូនជិះពីគោលដៅដែលខ្ញុំទៅហើយទៅដល់ផ្លូវជាតិលេខ6វិញហ្នឹងគឺមានចម្ងាយប្រហែល5គីឡូម៉ែត្រទេអញ្ចឹងសូមបងប្អូនទស្សនាវីដេអូជាមួយខ្ញុំបាទបងប្អូនផ្ទះតាមនេះធំមិនតន់ដល់កន្លែងហើយផ្លូវក៏ស្រួលដែរបងប្អូនតានេះផ្ទះពពាត់នេះគឺស្រុកកលាញ់ហើយក៏ផ្លូវនេះក៏មិនឆ្ងាយជាពីផ្លូវជាតិបងប្អូនបើយើងគិតនេះតែម្ដងនេះដូចឃើញមានផ្ទះតូចតែផ្ទះគាត់លក់ទៀមគាត់នៅផ្ទះថ្មស្អាតណាអីលក់អីគេហើយថ្ងៃនេះវាចម្លែកបងប្អូនល្ងាចហើយមិនតែនៅបើកថ្ងៃប្រដងល្ងាចតិចគឺសកុំមករោភ្លៀងហើយតែថ្ងៃនេះដូចរៀងចម្លែកខាងនេះផ្ទះរបស់គាត់ផ្ទះនេះដូចទុកចោលហ្នឹងខាងនេះវិញរោងធំមួយហើយផ្ទះថ្មជាតិនឹងដែរនេះផ្លូវនេះបែកនេះក៏អាចឡើងទៅដល់ផ្លូវជាតិវិញដែរតែខ្ញុំអត់ទេខ្ញុំជិះទៅត្រង់ទៀតផ្លូវនេះគឺចាប់ផ្ដើមរៀងចាប់ហើយដូចខ្ញុំឆែកមើលក្នុង Google Map អញ្ចឹងគឺចាប់មែនបងប្អូនតែមានផ្ទះធំដែរនិយាយរួមបើថាផ្ទះណាមានគឺមានបើថាក្រគឺក្រយកតែមែនតើណានេះដូចផ្ទះនេះទុកចោលសម្បូរផ្ទះទុកចោលក៏សម្បូរតែចាំមើលអាចខ្ញុំបានបញ្ជីទៅតាមចូលទៅច្រកតាមភូមិបន្តិចទៀតដែរផ្ទះរបស់ពួកគាត់ចេះឯងដូចអត់មានឃើញដាំអីខាងមុខផ្ទះបីបងប្អូនមើលកាផ្លូវគឺចាប់មែនតើផ្លូវផ្លូវនេះបើសិនជាភ្លៀងជោគជាំវិញគឺពិបាកក្នុងការធ្វើដំណើរបាទតែនេះដូចភ្លៀងប្រហែលថ្ងៃនេះគឺគាត់ប្រហែលជាភ្លៀងអត់ខ្លាំងទេមកទៅដោយសារតែបើតាមសភាពដីទៅគឺវាមិនសូវណាស់ទេបងតែចូលដល់ទៅនេះដូចជានេះក៏មានដាំខ្នុរដាំខ្នុរផ្ទះបើសិនជាថាផ្ទះណារៀងក្រាន់ទៅគឺមើលទៅនេះក្រាន់តិចបងប្អូនតែបើថាផ្ទះណារៀងយ៉ាប់គឺយ៉ាប់យកតែមែនតើនេះផ្ទះគាត់អីនេះយូរឆ្នាំដែរផ្ទះនេះស្ងាត់ដល់អត់សូវឃើញមានមនុស្សបងប្អូនហើយគាត់ទៅធ្វើការធ្វើអីអស់ហើយមកទៅអូនោះបងប្អូនមើលឃើញផ្ទះទូចមួយមានតែសង្កសីជារៀងតិចដបូបន្តិចបងប្អូននេះបងប្អូនផ្ទះគាត់អូបងប្អូនមើលផ្លូវបងប្អូនគឺពិបាកមែនតើអូនោះមានហាផែនស្វាយពីមុខផ្ទះទៅ
ខ្ញុំជីនេះគឺជីបច្រាស់នឹងពលឺព្រះអាទិត្យទេបងប្អូនអញ្ចឹងវីដេអូមើលទៅដូចជាមិនសូវជាល្អអីទេដោយសារតែវាកង់ពលឺបងប្អូនផ្ទះនេះដូចផ្ទះទុកចោលដែរបងប្អូនបើភ្លើងមកផ្ទះទុកចោលអូនេះម្ដងឬក៏អីនេះជ្រៅផ្ទះនេះគាត់នេះរឿងលក់ទៀមផ្ទះគាត់ធំតិចដែរអូថ្លៃស្វាយខែនេះសម្បូរស្វាយបងប្អូនផ្ទះនេះធ្វើអត់តាន់ហើយទេនេះបងធ្វើដែរតែអូជាងខ្ញុំបាទដល់ពេលផ្លូវរៀងពិបាកជាខ្ញុំបាទពិបាកនឹងពណ៌នាដែរបងប្អូនព្រោះឡាយតែមើលតែផ្លូវព្រោះផ្លូវនេះតែប្រយ័ត្នតែប្រហែលបន្តិចហ្នឹងគឺធ្លាក់ក្លុកធ្លាក់ហើយបងអូមកផ្ទះរបស់គាត់នៅក្នុងណែអូនេះសិតក្រុមជាងកំពុងធ្វើផ្ទះនេះដែរដូចជាខ្ញុំតាមខ្ញុំចាំឆែកមើលក្នុង Google Map ប្រហែលដូចជាចិត្តដល់ផ្លូវជាតិលេខ6វិញណាហើយមកដល់ចិត្តដល់ផ្លូវជាតិលេខ6ហ្នឹងគឺអត់វាសូវមានផ្ទះទេបងប្អូនចាប់តាមទាំងអស់ផ្ទះហើយអញ្ចឹងប្រហែលខ្ញុំបាទបកទៅក្រោយនោះវិញហើយចូលទៅផ្លូវមួយខ្ញុំឃើញឬក៏ជិះចូលនេះមើលសាក់មើលខ្លាចមានភូមិស្រុកទៅទៀតព្រោះឃើញមានភ្លើងរត់ទៅដល់ក្នុងបងប្អូនខ្សែភ្លើងគេរត់ទៅតាមហ្នឹងចាំមើលខ្ញុំជិះមើលទៅមុខតិចទៀតសិននេះមានផ្ទះគាត់មួយដែរអូកន្លែងនេះឆ្លាស់លពឹងនេះអត់មានអីទេកន្លែងនេះជាបឹងជាអូជាអីគេហ្នឹងហើយខាងនេះសិតតែដើមឈើសុទ្ធដើមព្រីងដើមអីអូនោះមែនដល់ផ្លូវជាតិលេខ6មែនផ្លូវហ្នឹងគឺយើងអាចបើខ្ញុំបត់ឆ្វេងគឺឡើងទៅខាងបន្ទាយមានជ័យវិញបងប្អូនតែបើសិនជាបត់ស្ដាំគឺទៅខាងសៀមរាបទៅខាងអីចឹងណាអញ្ចឹងខ្ញុំសូមបត់ទៅវីដេអូទៅផ្លូវក្រោយនោះវិញបងប្អូនព្រោះអស់ផ្ទះដែរនេះមកយើងដល់ជាមួយជិះទៅដល់មកផ្លូវជាតិលេខ6បងប្អូនមើលទីសិននេះអូនេះបងប្អូនផ្លូវជាតិលេខ6ឆ្លងស្ពានឡានចុះមកហ្នឹងគឺទៅខាងចូលដល់ខេត្តទឹកដីខេត្តទីមានជ័យហើយបើយ៉ាងមកទៅនោះវិញគឺសៀមរាបអញ្ចឹងដូចខ្ញុំបានជឿបតទៅខ្ញុំបានឆ្លងទៅផ្លូវមួយនោះដែរមិញនេះខ្ញុំបានឆ្លងផ្លូវជាតិនឹងមកហើយឥឡូវយើងចូលដល់ភូមិមួយទៀតបងប្អូនខ្ញុំអត់និយាយរួមទៅខ្ញុំអត់ស្គាល់ភូមិសាស្ត្រទេបងប្អូនខ្ញុំអត់ដឹងយ៉ាងម៉េចដែរខ្ញុំព្យាយាមឆែកមើលក្នុង Google Map ដែរប៉ុន្តែអត់លោតភូមិសាស្ត្រភូមិឲ្យមើលទៅអូផ្ទះទុកចោលបងប្អូននេះផ្ទះទុកចោលអត់មានអ្នកនៅទេនេះបោះបង់ចោលអត់ទេទៅផ្លូវអានេះដូចជាងគាត់ជាងអូជាងជួសជុលម៉ូទ័រតែចូលដល់ភូមិនេះគឺតិចណាបងប្អូនដើមឈើសងខាងតែផ្ទះគាត់ដីឆ្លាស់ល្អនេះខាងនេះដូចជាភាពក្រាន់បាយជាងនោះតិចបងប្អូនអូនេះបងប្អូនផ្ទះគាត់ហើយដីសល់តែឆ្លាស់ផ្លូវនេះដូចជាបត់ឆ្វេងមែនផ្លូវត្រង់នោះក៏ដូចជាប្រហែលទៅភូមិអីគេទេបងប្អូនអញ្ចឹងបត់ឆ្វេងទៀតមកដល់នេះវីដេអូប្រហែលជាច្បាស់បងប្អូនព្រោះដោយសារតែខ្ញុំថតបដោយជាមួយនឹងព្រះអាទិត្យតែយើងចូលមកដល់នេះគឺផ្ទះគាត់ធំក្រាន់បើជាងផ្ទះគាត់មើលទៅជាភាពគាត់ក្រាន់បើជាងផ្លូវដែលខ្ញុំជិះក្បាលដំបូងហ្នឹងបងប្អូនហើយមកផ្ទះគាត់អូផ្ទះហ្នឹងគឺមាននៅទុកចោលអូនេះមានកន្លែងនេះឈប់មុខនេះទៅនេះសាដានឈប់អូសាឈប់បងប្អូនអូធំឈប់នេះជក់បឹងណា
ដល់នោះដល់ណីទៀតណាផ្ទះគាត់មួយនេះអូផ្ទះធំធំតែឃើញទុកចោលច្រើនផ្ទះនេះក៏ទុកចោលដែរណាអត់ឃើញមានមនុស្សនៅផ្ទះអូគាត់ដូចជាលក់ទៀមអីមិនមែនធំតកអមែនអូផ្ទះតូចនេះបងប្អូនបឹងជុកមិញដល់នេះធំមកអូនោះកបីណានោះបងប្អូននោះកបីត្រាំផុកខ្មៅហ្នឹងបងប្អូនឥឡូវយើងតទៅទៀតចូលមកដល់នេះគឺឃើញផ្ទះរបស់ពួកគាត់គ្រាន់បើជាងផ្លូវដែលខ្ញុំជិះដំបងបងនេះគាត់ចាក់ដីប្រហែលកម្រងធ្វើផ្ទះហើយមកទៅអូនោះរោងនោះប្រហែលដូចជាចិញ្ចឹមកពើមកទៅនោះរោងតាមទម្រង់មកដូចជាចិញ្ចឹមកពើតែឃើញផ្ទះនោះទុកចោលដែរអូខេដីនេះសម្រាប់គាត់ដូចជាមានអ្នកនៅគឺកន្លែងការឋានគាត់ចិញ្ចឹមកពើណាផ្លូវនេះតាមខ្ញុំឆែក Google Map ហ្នឹងគឺខ្វិចខ្វាត់ច្រើនផ្លូវតាមនេះអូកន្លែងនេះដាក់ដីលក់តានេះដីលក់ធំដែរអូនេះខាងនេះយើងឡើងដល់ផ្លូវបេតុងហ្នឹងយរួមខុសគ្នាតាមមួយជាហៀងថ្នល់គឺជីវភាពខុសគ្នាច្រើនដាច់បដ ாய் ខុសគ្នាដាច់មើលផ្ទះខាងនេះធំមិនធំណាស់ណាហើយក៏ផ្ទះខ្លះក៏ធំតែផ្ទះខ្លះក៏មិនធំហើយក៏មិនតូចដែរនិយាយទៅញិរួមដូចខ្ញុំនិយាយចឹងគឺលើកទី1ទេនេះខ្ញុំជិះដោយមើលក្នុង Google Map ទេគឺខ្ញុំអត់ស្គាល់ភូមិសាស្ត្រដែរទេហើយបងអូនោះសតផ្ទះថ្មនោះអូឥឡូវយើងមើលគៀកនេះសិនណាអូស្អាតណាស់គាត់រៀបចំណាlàm cả nằm mộtផ្ទះនេះ1 2អូសត្វផ្ទះថ្មមកនេះតែផ្ទះនោះដូចមានអ្នកនៅទុកចោលណាផ្ទះថ្មនេះក៏ទុកចោលដែរឥឡូវខ្ញុំមើលសាក់ចូលផ្លូវទៀតឬក៏មិនដូចជាអត់កើតហ្នឹងទៅមុខទៀតហ៎នោះដូចជាអស់ផ្លូវឬមិនទេនេះបន្ទប់ជួលគាត់តែស្អាតដល់នេះផ្ទះអូនេះដើមតបៃព្រៃដែរអត់មានផ្កាដើមសងខាងផ្ទះតែរៀងដូចមើលទៅស្ងាត់ផ្ទះប្រហែលគាត់ទៅរកស៊ីរកអីអស់ហើយមកទៅស្មាននេះទៅម៉ោង3ម៉ោង4តែគាត់អត់តន់មកពីរកស៊ីវិញចឹងអូនេះដើមវិកេនេះធំណាស់ពីរដើមផ្ទះគាត់ផ្លូវនេះបើតាមខ្ញុំមិនខុសទេតាមខ្ញុំស្មានខុសទេគឺឡើងនេះគឺឡើងផ្លូវជាតិលេខ6វិញអញ្ចឹងបែរខ្ញុំបត់ឡើងនេះហើយបងភាសាខ្ញុំមិនចង់ឲ្យវីដេអូវែងដែរឲ្យខ្លីៗអត់ទេឲ្យបងប្អូនទស្សនាកុំឲ្យមានការរំធុញព្រោះខ្ញុំនិយាយទៅក៏នៅរៀងស្ទាក់ស្ទើរដែរប៉ុន្តែនេះការរៀបចំរបស់គាត់ស្អាតនេះផ្កាតបៃព្រៃតិចផ្ទះគាត់នេះធំដែរអូគាត់មានតាមផ្កាយមកផ្ទះស្អាតគាត់ហើយកន្លែងផ្ទះតូចមួយដែរវារួមមកដល់ផ្លូវតាមនេះហើយគឺកម្រអត់ដូចទៅខាងនោះមុញសម្បូរផ្ទះនេះក៏ដោយដែលថាគាត់មើលទៅជីវភាពគាត់រៀងខ្សត់ណាអូកន្លែងទិញឥតចាយតានេះផ្ទះលំអងប៉ុណ្ណាហើយអូដាក់លក់ដែរហ្នឹងផ្ទះធំមកនោះបងប្អូននោះហើយយើងដល់ផ្លូវជាតិលេខ6វិញទៀតដែរចូលមកកន្លែងលក់ម៉ូតូចឹងវីដេអូរបស់ខ្ញុំបាទហើយសូមចប់ត្រឹមនេះបងប្អូនកុំឲ្យវែងពេកហើយណាមួយខ្ញុំបាទស្គាល់ភូមិសាស្ត្រផងខ្ញុំនិយាយទៅខ្លាចខុសច្រើនចឹងបងអញ្ចឹងអរគុណច្រើនបងប្អូន
រកកំហុសខុសឆ្គងទាំងឡាយសូមពុកម៉ែបងប្អូនអធិស្ឋានខ្ញុំបាទផងហើយបើមានចំណុចខ្វះខាតតាណាសូមពុកម៉ែបងប្អូនខមមិនប្រាប់ផងអរគុណច្រើនបងប្អូនបាយបាយ